មានហើមដែរអាចនឹង100នាក់មាន3 4នាក់បងប្អូនអានឹងគឺជាការផ្លាត់ខុសបច្ចេកទេសរបស់ខ្ញុំតែក៏មិនមែនបងដែលគាត់មកហាងខ្ញុំគាត់សនំពរឲ្យម៉ាក់បេឡាហ្នឹងយកកូនជាងឲ្យច្រើនដើម្បីកុំឲ្យភ្ញៀវមកស្ទះកុំឲ្យភ្ញៀវមកគាត់អង្គុយចាំយូរអីអញ្ចឹងទៅសម្រាប់ការរើសកូនជាងបងប្អូនដឹងអត់ថាមានឧបសគ្គអ្វីខ្លះសម្រាប់មេជាងដូចខ្ញុំជាធម្មតាការកាត់តិចក្រាញ់គ្រាន់តែនិយាយវាងាយស្រួលខ្លាំងណាស់តែសួរថារោគបុគ្គលិកឬក៏រោគជាងដែលគាត់ជំនាញការកាត់តិចក្រាញ់នឹងងាយអត់បើសម្រាប់ខ្ញុំគឺពិបាកខ្លាំងមែនតើបងប្អូនខ្ញុំហ៊ាននិយាយថាការកាត់តិចក្រាញ់បងប្អូនមិនសូវជាមានអ្នកចេះច្រើនទេបីតាបងដែលគាត់មានហាងសាឡនខ្លួនឯងក៏ដែរបងប្អូនក៏គាត់នៅស្ទើរក្នុងការឆ្កឹះតិចក្រាញ់ដែរហេតុអីបានខ្ញុំនិយាយចឹងភាគច្រើនភ្ញៀវខ្ញុំគាត់កាត់តិចក្រាញ់គាត់ហើមគាត់ឈឺជើងដោយសារតែជាងគាត់អ្នកកាត់ហ្នឹងហើយមានហើមតិចមានហើមខ្លាំងដល់ថ្នាក់គាត់ទៅពេទ្យហើយក៏មិនបាត់ណាសុកចិត្តទុកជើងឈឺរហូតដល់3 4 5ខែកន្លះឆ្នាំមួយឆ្នាំក៏មានដែរដោយសារតែគាត់រៀងចាជាមួយនឹងការកាត់តិចក្រាញ់អញ្ចឹងហើយគឺខ្ញុំអត់ចង់ឲ្យអតិថិជនដែលគាត់មកហាងខ្ញុំគាត់មានបញ្ហាបែបនឹងដែរទេអញ្ចឹងខ្ញុំត្រូវតែសង្ក្រិតបន្តិចជាមួយនឹងការធ្វើជាមួយនឹងការកាត់តិចក្រាញ់តើតែមានជំនាញទៅឲ្យធ្វើបើអត់មានជំនាញអត់ឲ្យធ្វើទេបងប្អូនខ្ញុំទទួលស្គាល់ថារាល់ថ្ងៃនេះទោះខ្ញុំបកកាយខ្លាំងប៉ុណ្ណាក៏ដោយក៏មានកាត់នៅមានហើមដែរអាចនឹង100នាក់មាន3 4នាក់បងប្អូនអានឹងគឺជាការផ្លាត់ខុសបច្ចេកទេសរបស់ខ្ញុំតែក៏មិនមែនជាហើមខ្លាំងអីទេគាត់រៀងឈឺនៅសល់បន្តិចអីអញ្ចឹងទៅតែយើងគឺជាជាងម្នាក់ដែលមានទំនួលខុសត្រូវគាត់ឈឺបែបហ្នឹងហើយយើងអាចណាត់គាត់មកក្នុងរយៈពេលមួយថ្ងៃឲ្យគាត់មកឆែកមើលអញ្ចឹងណាបងប្អូនអាហ្នឹងគឺជាគោលការណ៍នៅក្នុងហាងម៉ាក់បេឡាដូច្នេះហើយការរើសកូនជាងក៏សំខាន់ដែរបងប្អូនបើសិនជាគាត់អត់ចេះយើងអាចបដ ாய் ឲ្យគាត់ធ្វើបានទេការកាត់តិចក្រាញ់អាចនិយាយបានថាងាយស្រួលបើសិនជាជើងគាត់ធម្មតាបែបនេះចុះបើសិនជាជើងគាត់ដូចឈឺខ្ទុះហើមធ្លុះធ្លាយលៀនចេញសាច់មកក្រៅកប់យូរឆ្នាំខ្ញុំជឿថាអត់មានជាងណាដែលគាត់ស្ទើរអាចធ្វើបានទេគាត់នឹងខ្លាចគាត់នឹងមិនហ៊ានកាត់ទេអញ្ចឹងបានខ្ញុំអត់អាចរើសកូនជាងបានច្រើនបងប្អូនរាល់ថ្ងៃហ្នឹងកូនជាងមានតែ2នាក់3នាក់ទាំងខ្ញុំទេអញ្ចឹងខ្ញុំសុខចិត្តឲ្យអតិថិជនរបស់ខ្ញុំគាត់នៅចាំចានៅចាំមិនយូរទេបងប្អូនអាចនឹង4 10 20នាទីអីចឹងបើសិនជាថ្ងៃខ្លះភ្ញៀវស្ទះមកច្រើនអីចឹងទៅហើយការកាត់តិចក្រាញ់ខ្ញុំជឿថាមានអ្នកដែលគាត់បកកាយក៏ច្រើនដែរអញ្ចឹងបងគាត់ដែលពូកែខាងឆ្កឹះតិចក្រាញ់ពូកែខាងយកតិចក្រាញ់គឺម៉ាក់បេឡាជ្រើសរើសចំនួន5នាក់សម្រាប់ការធ្វើការនៅក្នុងហាងម៉ាក់បេឡាមានលុយប្រាក់ខែមានលុយថ្លៃបាយចាហើយមានលុយភាគរយខាងក្រៅក៏មានដេកអូក្នុងមួយខែ2ថ្ងៃដែរអញ្ចឹងបងណាដែលគាត់អត់ទាន់មានការងារធ្វើឬក៏បងដែលគាត់ចង់ធ្វើការងារជាមួយនៅក្នុងហាងម៉ាក់បេឡាបងអាចសេវលេខ Telegram របស់ម៉ាក់បេឡាហាយមកដាក់តាពាក្យថាខ្ញុំចង់ធ្វើការនៅក្នុងហាងម៉ាក់បេឡាកាត់តិចក្រាញ់ខ្ញុំរើសតែអ្នកកាត់តិចក្រាញ់ទេបងប្អូនផ្នែកអីផ្សេងគឺខ្ញុំអត់រើសទេណាអញ្ចឹងខ្ញុំត្រូវការចំនួន5នាក់បងប្អូនអ្នកដែលគាត់ចេះខាងតិចក្រាញ់ដាក់ពាក្យមកវឺតមកបងប្អូនតម្លៃទៅតាមសមត្ថភាពហើយជាចុងក្រោយអរគុណអតិថិជនជាទីស្រឡាញ់ទាំងអស់គ្នាដែលគាត់មកកាត់តិចក្រាញ់នៅក្នុងហាងម៉ាក់បេឡាសម្រាប់ទីតាំងរបស់ម៉ាក់បេឡាគឺនៅម្ដុំផ្សារស្ទឹងមានជ័យថ្មីនៅក្រៅក្រុមហ៊ុន Honda អរគុណ